ក្រសួងការពារជាតិបានឲ្យដឹងថារដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្ដាលឆ្នាំ2027ខាងមុខនិងថាបច្ចុប្បន្នក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្ដាអង្គភាពទាំង109សម្រាប់បញ្ចូលទៅក្នុងប្រព័ន្ធបើតាមមន្ត្រីក្រសួងការពារជាតិក្នុងរយៈពេលជាង10ឆ្នាំកន្លងទៅនេះចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត6,300 នាក់អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឲ្យកងទ័ពតាមប្រព័ន្ធធនាគារតែក៏បានស្នើឲ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាពនិងសុក្រឹតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយលោកសីសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវថារដ្ឋត្រូវតែពន្លឿនការបើកប្រាក់បៀវត្សជូនកងទ័ពតាមប្រព័ន្ធធនាគារការងារទាំងអស់នេះគឺវាចាំបាច់ហើយត្រូវតែធ្វើឲ្យបានឆាប់ហើយនឹងយកចិត្តទុកដាក់ឲ្យបានខ្ពស់ជាទីបំផុតពីព្រោះវាជាជំរើសមួយដែលបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនទៅដល់កងទ័ពរបស់យើងហើយក៏អាចជួយទៅដល់រដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិនៅក្នុងការកំណត់នៅចំនួនកងទ័ពបានជាក់លាក់បានច្បាស់លាស់អីចឹងផងដែរហើយចំពោះករណីដែលការបើកប្រាក់យឺតយ៉ាវគឺជាការចំណាយមួយដែលខ្ជះខ្ជាយទាំងពេលវេលាក៏ត្រូវបានខ្ជះខ្ជាយនៅក្នុងបញ្ហាទាំងអស់ហ្នឹងហើយយើងដឹងហើយថាការបើកប្រាក់បៀវត្សយឺតវានឹងធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ពដែលពួកគាត់ត្រូវការយកទៅដោះដូរនៅក្នុងជីវភាពចាំថ្ងៃរបស់ពួកគាត់អញ្ចឹងជាដើមលោកបណ្ឌិតយ៉ាងពៅអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថាដល់ពេលហើយដែលរដ្ឋត្រូវហ៊ានធ្វើកំណែទម្រង់បែបនេះយើងត្រូវតែហ៊ានធ្វើនៅកំណែទម្រង់ហ្នឹងយើងមិនអាចទុកតទៅទៀតទេយើងត្រូវតែគ្រប់គ្រងនៅពលិកម្មរបស់កងទ័ពរបស់យើងដែលយកទ្រូងពាំងគ្រាប់នៅឯព្រំដែនឥឡូវនេះដូចជាថៃឆ្លៀនពៀនអញ្ចឹងគ្នានៅជួរមុខណាយកទ្រូងប្រាំងគ្រាប់ហើយសង្ឃឹមថាបានប្រាក់បៀវត្សទៅដល់ផ្ទាល់ខ្លួនហើយនឹងទៅដល់គ្រួសារខ្លួនដើម្បីជាការលើកទឹកចិត្តខ្លាំងណាកក់ក្ដៅខ្លាំងណាស់នេះខ្ញុំនិយាយដដែលហ្នឹងចឹងហើយយើងត្រូវតែហ៊ានធ្វើចំណុចហ្នឹងហើយរដ្ឋាភិបាលជំរុញឲ្យធ្វើលើកលែងតែការសម្រេចនយោបាយរបស់រដ្ឋាភិបាលផ្សេងក៏ប៉ុន្តែរដ្ឋាភិបាលសម្រេចជានយោបាយគឺបែបហ្នឹងហើយបាទអញ្ចឹងហើយខ្ញុំគាំទ្រនៅការពន្លឿននេះហើយសង្ឃឹមថាធ្វើឲ្យបានលឿនពិតប្រាកដហើយគ្រប់គ្រងទិន្នន័យពិតប្រាកដនាយឧត្តមសេនីយ៍ឈុំសុជាតិមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងថាក្រសួងកំពុងពន្លឿនជំរុញការបង្កើតគណនីធនាគារ